បាទជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងមកធ្វើបទបង្ហាញទៅលើ assignment database ដែលលោកគ្រូសាកុសលបានដាក់ឲ្យពួកខ្ញុំធ្វើការស្រាវជ្រាវហើយមុននឹងឈានដល់ការបកស្រាយខ្ញុំសូមណែនាំខ្លួនជាមុនសិនគឺខ្ញុំឈ្មោះខុមសំឆៃជានិស្សិត Computer Science នៃសាកលវិទ្យាល័យ Norton ឆ្នាំទី2ក្រុមអមសិចបាទថ្ងៃនេះគឺខ្ញុំនឹងលើកយក topic ទៅលើហាងលក់ computer ឥឡូវយើងចូលទៅមាតិកានៅក្នុងថ្ងៃនេះដែលខ្ញុំបានលើកយកមកបកស្រាយគឺទី1គឺ introduction ទី2គឺដំណើរការនៃការបង្កើតនៃប្រព័ន្ធ database ទាំងមូលតែម្ដងពី1គឺខ្ញុំនិយាយអំពីការបង្កើត table និង attribute ពី2គឺខ្ញុំនឹងនិយាយអំពីការភ្ជាប់នៅ relationship table ទាំងអស់ហើយពី3គឺនិយាយទៅលើការបង្កើតនៅ form ហើយពី4ការបង្កើតនៅ query ហើយចុងក្រោយពី5គឺនិយាយអំពីការបង្កើតនៅ report បាទឥឡូវយើងចូលទៅ slide បន្ទាប់តែម្ដងបាទគោលបំណងនៃ assignment នេះទាំងមូលគឺខ្ញុំចង់បង្កើតនៅប្រព័ន្ធ database មួយដើម្បីគ្រប់គ្រងនៅទិន្នន័យទាំងមូលរបស់ហាង computer ដើម្បីធ្វើឲ្យអាជីវកម្មមួយនេះវាមានភាពល្អប្រសើរនិងមានប្រសិទ្ធភាពហើយចំណុចទី1គឺខ្ញុំលើកយកទៅលើ customer management ដែលវាជាប្រព័ន្ធក្នុងការផ្ទុកនៅទិន្នន័យរបស់អតិថិជនប្រព័ន្ធនេះវាមានផ្ទុកនៅសារនៅព័ត៌មានដូចជាឈ្មោះរបស់អតិថិជនលេខទូរស័ព្ទអាសយដ្ឋានប្រព័ន្ធនៃការទិញទំនិញហើយវាក៏បានផ្ដល់នូវអត្ថប្រយោជន៍ដូចជាការរកមើលអតិថិជនបានលឿនបង្កើននៅគុណភាពសេវាកម្មដូចជាជួយក្នុងការផ្សព្វផ្សាយនិងការលក់ផងដែរហើយទី2គឺបណ្ដាញ organization ការគ្រប់គ្រងលើទំនិញការបែងចែកប្រភេទនៃផលិតផលគឺវាមានភាពងាយស្រួលដល់ការលក់ហើយក្នុងប្រព័ន្ធនេះគឺខ្ញុំបង្កើតនៅការគ្រប់គ្រងទៅដូចជាឈ្មោះផលិតផលប្រភេទនៃផលិតផលម៉ាករបស់ផលិតផលតម្លៃនិងបរិមាណក្នុង stock ហើយចំណុចទី3គឺ invoice processing គឺជាដំណើរការនៃការបង្កើតនៅកាយប័ត្រនៅក្នុងប្រព័ន្ធកាយប័ត្រនេះដែរគឺខ្ញុំបានបង្កើតនៅការរក្សាទុកនៅព័ត៌មានដូចជាព័ត៌មានអតិថិជនព័ត៌មានផលិតផលចំនួនសរុបនិងការប្រាក់ឆែកនៃការទិញដែលវាបានផ្ដល់នូវថាជាដូចជាកាត់បន្ថយកំហុសធ្វើឲ្យដំណើរការនៃការបង់ប្រាក់លឿននិងរក្សាកំណត់ត្រាសម្រាប់ការត្រួតពិនិត្យចំណុចទី4គឺ sale and cashier ដែលវាបានផ្ទុកនៅទិន្នន័យដូចជាការប្រាក់ឆែកនៃការទិញផលិតផលដែលបានលក់និងចំនួនលក់សរុបហើយនឹងអ្នកលក់ហើយចំណុចទី5គឺ financial reporting ដែលវាជារបាយការណ៍លក់ប្រចាំថ្ងៃបង្ហាញពីការលក់ក្នុងមួយថ្ងៃរបាយការណ៍ផលិតផលដែលលក់បានច្រើនបំផុតនិងរបាយការណ៍របស់អតិថិជនបាទហើយយើងចូលទៅ slide បន្តទៀតពី1គឺការបង្កើតនៅ table និង attribute នៅក្នុងនេះដែរគឺខ្ញុំបង្កើតនៅ table ចំនួន6គឺ table customer ដែលរក្សាទុកនៅ
ព័ត៌មានលម្អិតរបស់អតិថិជន tab of product គឺដើម្បី store នៅព័ត៌មានផលិតផលនៅក្នុង stock ហើយ tab of cashier គឺផ្ទុកនៅព័ត៌មានរបស់អ្នកកាត់លុយហើយនឹង tab of category ផ្ទុកនៅ category ហើយនឹង tab of invoice ការគ្រប់គ្រងទៅលើវិក័យប័ត្រនិង tab ចុងក្រោយគឺ tab of invoice detail សម្រាប់គ្រប់គ្រងនៅព័ត៌មានលម្អិតរបស់វិក័យប័ត្របាទហើយយើងទៅ slide បន្តទៀតគឺ PGP ការភ្ជាប់នៅ relationship table ទាំងអស់យើងមាន table customer ដែលបានភ្ជាប់ relationship ពី one to many ទៅកាន់ table invoice ហើយ table cashier ក៏បានភ្ជាប់ one to many ទៅកាន់ table invoice ហើយ table invoice បានភ្ជាប់ one to many ទៅកាន់ table invoice detail ហើយ table invoice detail បានភ្ជាប់ many to one ទៅកាន់ table product ហើយ table product បានភ្ជាប់ many to one ទៅកាន់ table category បាទឥឡូវយើងទៅចំណុច PG3 នៃការ build formបាទហើយឥឡូវយើងទៅចំណុចបន្តគឺ PG3 នៃការ build form យើងនឹងឃើញថា form user នៅក្នុង Microsoft Access ជាឧបករណ៍សំខាន់ក្នុងការជួយបង្កើត form ឲ្យស្វ័យប្រវត្តិដែលវាលឿនហើយនិងងាយស្រួលវាអាចជួយក្នុងការជ្រើសរើសនៅទិន្នន័យពី table ឬពី query ឬជ្រើសរើស layout និងបង្កើត form ដោយមានភាពងាយស្រួលបាទឥឡូវយើងទៅ slide បន្តទៀត 2.4 គឺការបង្កើតនៅ query ហើយយើងដឹងថាដើម្បីបង្កើតនៅ report គឺយើងត្រូវបង្កើតនៅ query ជាមុនសិនហើយនៅក្នុងនេះដែរគឺខ្ញុំទាញយកនៅទិន្នន័យពី table មួយចំនួនដូចជា invoice ID ចេញពី table invoice full name ចេញពី table customer date ទូរស័ព្ទចេញពី table customer ការបាក់ឆែកចេញពី table invoice ហើយនឹង full name ចេញពី table cashier money receive ចេញពី table invoice ហើយ product ID ចេញពី table invoice detail ហើយ title ចេញពី table product ហើយ sold price ចេញពី table invoice detail ហើយនឹងចុងក្រោយគឺ sold quantity ចេញពី table invoice detail បាទឥឡូវយើងចូលទៅចំណុចបន្ទាប់គឺការបង្កើតនៅ report របាយការណ៍ report យើងដឹងហើយថារបាយការណ៍ report នៅក្នុង Access គឺវាបង្ហាញពីទិន្នន័យសង្ខេបឬលម្អិតដែលប្រមូលផ្ដុំចេញពី table ឬ query ដែលអាចប្រើសម្រាប់ในការបោះពុម្ពការពិភាក្សាទិន្នន័យនិងការដាក់ស្នានៅរបាយការណ៍ដែលអត្ថប្រយោជន៍នៃការប្រើនៅ report គឺវាបង្ហាញនៅទិន្នន័យយ៉ាងល្អិតល្អន់ហើយវាក៏អាចបោះពុម្ពបានយ៉ាងងាយស្រួលដែរបាទហើយជាធម្មតារបាយការណ៍ report invoice គឺវាបង្ហាញនៅព័ត៌មានដូចជាព័ត៌មានរបស់អតិថិជនដែលទូរស័ព្ទឈ្មោះហើយព័ត៌មានអ្នកលក់ហើយការបាក់ឆាតការយល់បាត់ហើយក៏ដូចជាព័ត៌មានអំពីទំនិញដែលបានលក់លេខសម្គាល់ផលិតផលឈ្មោះតម្លៃនិងចំនួនហើយចុងក្រោយគឺប្រាក់ទទួលសរុបបាទដូច្នេះការធ្វើបង្ហាញរបស់ខ្ញុំក៏ឈានដល់ទីបញ្ចប់សូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាទស្សនានៃការធ្វើបង្ហាញរបស់ខ្ញុំ